ព្រេងនិទានអាចកំបាំងនៃរូបចម្លាក់ប្រាសាទបាយ័នកាលពីរាប់លានឆ្នាំមុនមានអង្គអទិទេពមួយអង្គដែលមានភាពបរិសុទ្ធប្រកបដោយសច្ចៈគុណធម៌ព្រហ្មវិហារធម៌មេត្តាធម៌ហើយមិននៅក្រោមការគ្រប់គ្រងរបស់អាសុរៈដែលយើងគ្រប់គ្នាស្គាល់ថាជាអង្គអទិទេពព្រះវិស្ណុលោកថ្ងៃមួយព្រះវិស្ណុលោកបានប្រឌស្ថាននៅអវតារពីរអង្គដែលមានប្រុសហើយនិងស្រីដើម្បីចុះមកបង្កើតលោកនៅឋានកណ្ដាលហើយអវតារទាំងពីរអង្គនោះគឺតំណាងឲ្យសត្វសិង្ហដែលជាអវតារទី4របស់ព្រះអង្គក៏បានប្រាប់ទៅអវតារទាំងពីរនោះថាចូលកូនចុះទៅឋានកណ្ដាលបង្កើតលោកចុះអវតារទាំងពីរអង្គស្ដាប់ហើយក៏ថ្វាយបង្គំលាព្រះអង្គរួចក៏ធ្វើដំណើរចុះមកឋានកណ្ដាលដើម្បីបំពេញតួនាទីតាមបណ្ដាំរបស់ព្រះវិស្ណុមិនយូរប៉ុន្មានអ្នកទាំងពីរក៏បានបង្កើតបានបុត្រាមួយអង្គនិងបុត្រីមួយអង្គនៅថ្ងៃមួយដោយឃើញថាបុត្រាបុត្រីរបស់ខ្លួនធំពេញវ័យអ្នកទាំងពីរក៏បានប្រាប់ទៅបុត្រាបុត្រីរបស់ខ្លួនថានៅថ្ងៃខាងមុខកូនទាំងពីរនឹងក្លាយខ្លួនជាមាតាបិតារបស់គេហើយពេលនោះព្រះមាតាដែលជាអវតាររបស់ព្រះវិស្ណុក៏ក្រោកឡើងហើយនិយាយទៅកាន់កូនទាំងពីរថាក្នុងនាមយើងជាមាតារបស់គេមិនត្រូវមានចិត្តហួងហែងប្រកាន់ទៅលើបុត្ររបស់ខ្លួនឡើយទោះបីជាបុត្ររបស់ខ្លួនអាក្រក់យ៉ាងណាក៏ដោយបុត្រីត្រូវធ្វើចិត្តឲ្យត្រជាក់ដូចទឹកហើយត្រូវឈរនៅចំណុចកណ្ដាលជានិច្ចរីឯបុត្រាវិញចូលកូនប្រតិបត្តិចិត្តឲ្យបានល្អប្រកាន់ភ្ជាប់នៅសច្ចៈគុណធម៌ព្រហ្មវិហារធម៌មេត្តាធម៌របស់ខ្លួនឲ្យដូចនឹងអង្គព្រះឥសូរអញ្ចឹងហើយព្យាយាមណែនាំបុត្ររបស់ខ្លួនឲ្យដើរក្នុងផ្លូវមួយដ៏ត្រឹមត្រូវដូចបុត្រអញ្ចឹងដែរបន្ទាប់ពីបានស្ដាប់នៅឱវាទរបស់ព្រះមាតាខ្លួនអ្នកទាំងពីរក៏សុំលាព្រះមាតានិងបិតាទៅរស់នៅឯកន្លែងផ្សេងទៀតមិនយូរប៉ុន្មានអ្នកទាំងពីរក៏បានបង្កើតកូនជាច្រើនហើយក្នុងចំណោមកូនរបស់ពួកគេទាំងពីរក៏មានកូនខ្លះល្អកូនខ្លះមិនល្អដែរហើយពួកគេទាំងពីរមិនដែលប្រកាន់ខឹងទៅលើកូនរបស់ពួកគេឡើយមានតែការអប់រំណែនាំទៅដល់ពួកគេទាំងនោះដើម្បីឲ្យពួកគេទាំងនោះព្យាយាមកសាងខ្លួនដើរនៅក្នុងផ្លូវមួយដ៏ត្រឹមត្រូវបាទអញ្ចឹងសាច់រឿងយើងក៏សូមបញ្ចប់ត្រឹមនេះបងប្អូននេះគឺជាភាគ1រងចាំភាគ2ខ្ញុំបាទនឹងធ្វើវីដេអូភាគ2បន្តទៀតនឹងហើយក៏ចុងក្រោយក៏សូមខន្តីអភ័យទោសរាល់ការបញ្ចូលសម្លេងរាល់ពាក្យពេចន៍សម្ដី
ប្រសិនណាខុសឆ្គងក្នុងប្រការណាមួយក៏សូមឲ្យបងប្អូនទាំងអស់គ្នាខន្តីអភ័យទោសដល់ខ្ញុំបកណ្ណាផងធម្មតាយើងគ្រប់គ្នាវាមិនអាចបរិបូរណ៍ធ្វើអ្វីក៏ត្រូវគ្រប់តែរឿងនិយាយអ្វីក៏ត្រូវដែរអញ្ចឹងប្រសិនណាខ្ញុំកណាមានកំហុសខុសឆ្គងក្នុងប្រការណាមួយក៏សូមខន្តីអភ័យទោសពីសំណាក់បងប្អូនទាំងអស់គ្នាណានឹងហើយអញ្ចឹងខ្ញុំក៏សូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលតែងតែតាមដានក៏ដូចជាការគ្រប់គ្រងទៅលើវីដេអូរបស់ខ្ញុំដែលចែករំលែកទៅនេះអញ្ចឹងខ្ញុំក៏សង្ឃឹមថាបងប្អូនមើលទៅបើមានប្រយោជន៍ក៏បងប្អូនចែករំលែកបន្តទៅហើយបើអត់មានប្រយោជន៍សម្រាប់បងប្អូនទេក៏បងប្អូនមើលហើយក៏ចោលទៅហ្នឹងហើយអញ្ចឹងខ្ញុំក៏សូមអរគុណក៏សូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត